100% គឺវាកោងតែមិនតិចទេអញ្ចឹងលេខកាន់តែខ្ពស់វាកោងកាន់តែខ្លាំងអញ្ចឹងឧទាហរណ៍ខ្ញុំយក 100% គឺវាកោងកាន់តែខ្លាំងបើមិនដល់ទេចាំచూអូខេអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់អ្នកគ្នាអំពីរបៀបធ្វើផ្កាបែបនេះអញ្ចឹងបើសិនអ្នកគ្នាអត់ចេះទេអាចមើលវីដេអូនេះនឹងចេះអូខេអញ្ចឹងយើងមកមើលវីដេអូនេះទាំងអស់គ្នាអញ្ចឹងយើងឃើញថាអានេះវារៀងកោងបែបនេះអញ្ចឹងបើសិនជាយើងធ្វើដៃពុតម្ដងមួយគឺមិនងាយហើយទេបាទអញ្ចឹងបើយើងទី1ដើម្បីយើងធ្វើចឹងបានយើងយក ellipse មកហើយយើងគូបែបនេះហើយបន្តមកទៀតយើងយក tool មួយដែលមានឈ្មោះថា Archer Point Tool ដែលយើងធ្វើនេះគឺធ្វើនៅក្នុង AI បាទអូខេអញ្ចឹងយើងចុច Archer Point Tool ឡើងនេះមកវានឹងស្រួលទេ Archer Point Tool ចុចកន្លែងណាស្រួលកន្លែងហ្នឹងអូខេអញ្ចឹងខ្ញុំ Control C Control S មកគឺវានឹង copy ឯង Control C បូកមួយ Control S អញ្ចឹងយើងចុច Shift ឲ្យជាប់នៅខាងលើនេះយើងទាញវាមកក្រោមមកបែបនេះហើយយើង select វាទាំងអស់យើងយកពាក្យថានេះយើងយក Pathfinder ហ្នឹង Pathfinder ហ្នឹងបើសិនជាអ្នកគ្នាអត់មានយើងចុច Window មកហើយយើង scroll មកនេះឃើញពាក្យថា Pathfinder យើងចុចកន្លែងហ្នឹងមកអញ្ចឹងយើង select វាទាំងអស់មកយើងយកពាក្យថាminus កន្លែងហ្នឹងគឺវាមានរូបដិតមួយនិងប្រហោងមួយអញ្ចឹងចុចអាហ្នឹងមកគឺវាដាច់ទេអញ្ចឹងដើម្បីឲ្យវាពវល់ជុំវិញកន្លែងនេះបានយើងត្រូវធ្វើម៉េចយើងយកធួមួយដែលមានឈ្មោះថា rotate tool យើងយកមកធ្វើវាអញ្ចឹងយើងចុច Alt ឲ្យជាប់ហើយយើងចុច click 2ដងមកឃើញអត់អញ្ចឹងខ្ញុំយកទំហំរបស់វាគឺ20 degree ខ្ញុំ sorry មែនទំហំទេគឺជា angle របស់វាគឺ20 degree ហើយយើងចុច preview មើលគឺវា20 degree គឺវាវិលបានប៉ុណ្ណឹងចុច copy បកមកអញ្ចឹងគឺវានឹង copy មួយទៀតអញ្ចឹងដល់យើង copy មួយហើយយើងគ្រាន់តែ control D មកគឺវា copy ត20 degree រហូតហើយប៉ុណ្ណឹងអូខេ easy អញ្ចឹងយើងគ្រាន់តែ select លើវាទាំងអស់មកយើងចុច control G គឺបានន័យថាគ្រប់ចូលគ្នាអញ្ចឹងដើម្បីឲ្យធ្វើវាកោងបែបនេះយើងធ្វើម៉េចអញ្ចឹងចុច click លើវាមកហើយយើងចុចលើ effect ហើយយកពាក្យថាdistort and transform ហើយយកពាក្យថា twist ចុច OK ហើយវានឹងបានប៉ុណ្ណេះអញ្ចឹងទំហំកន្លែងនេះយើងលើយើងយកណាយើងចង់បានប្រមាណ 20% គឺវាកោងតែមិនតិចទេអញ្ចឹងលេខកាន់តែខ្ពស់វាកោងកាន់តែខ្លាំងអញ្ចឹងឧទាហរណ៍ខ្ញុំយក 100% គឺវាកោងកាន់តែខ្លាំងអញ្ចឹងចុច preview មើលទៅគឺកោងខ្លាំងហើយឃើញអត់អញ្ចឹងកន្លែងនេះគឺខ្ញុំសុំយកតែ60 degree ទេហើយវាកោងមកស្អាតប៉ុណ្ណេះអញ្ចឹងអូខេមក